អ្នកទោសម្នាក់នេះពិតជាមិនធម្មតាពិតមែនគេស្គាល់ Michelle ថែមទៀត ខ្ញុំក៏ភ្ញាក់ផ្អើលដូចគ្នាតែស្គាល់មនហោះមកពីខែនេះខ្ញុំឃើញគេអានសភៅច្រើនខ្លាំងណាស់ឆ្មាំគុកប្រាប់ខ្ញុំថារយៈពេល10ឆ្នាំមកនេះគេសុំឲ្យសង្គមសង្គ្រោះយកសភៅមកឲ្យក្នុងបន្ទប់ឃុំគេនោះមានសភៅយ៉ាងតិចជាង100ក្បាលខ្ញុំនេះយកកំពីអ៊ីជីងទៅឲ្យគេទៀតផងតែយ៉ាងណាការសម្ភាសលើកនេះជាការសម្ភាសចុងក្រោយដែលនឹងធ្វើជាអ្នកកាសែតហើយធ្វើរួចហើយខ្ញុំនឹងឲ្យនាងឡើងធ្វើជាអ្នកអានព័ត៌មានដែរហើយអរគុណច្រើន Vincent មិនចាំបាច់ទេទុកថាជាកាដូថ្ងៃកំណើតនាងមុនចុះនេះប្រពន្ធខ្ញុំទើបមកពីកាណាដាវិញខួបកំណើតនាងឆ្នាំនេះខ្ញុំមិនបានចូលរួមទេមិនអីទេគេមកវិញមួយទាំងមូលលោកទៅនៅជាមួយគេចឹងអូខេថ្ងៃណាដែលនាងបានខ្លាចជាអ្នកអានព័ត៌មានហើយចាំខ្ញុំជប់លៀងឲ្យនាងក៏បានដែរខ្ញុំទៅផ្ទះសិនហើយនាងកុំនៅយប់ជ្រៅពេកអីផឹកកាហ្វេខ្មៅរាល់ថ្ងៃមិនល្អដល់សុខភាពទេ